សួស្តីបងប្អូនទាំងអស់គ្នាអូខេថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាអំពីការ insert template ចូលទៅក្នុងកម្មវិធី Revit អូខេពេលដែលយើងបើក Revit ដំបូងឃើញផ្ទាំងអញ្ចឹងសស្គុះអញ្ចឹងមកអូខេឥឡូវខ្ញុំចូលទៅបើកកម្មវិធី Revit តែម្ដងអូខេបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំបានចូលក្នុងកម្មវិធី Revit ហើយយើងបើក open នេះមកឃើញផ្ទាំងសអញ្ចឹងមកពេលបើកឃើញផ្ទាំងសអូខេឥឡូវយើងចូលទៅ insert template វាអូខេឥឡូវខ្ញុំចូលយកពាក្យ file ខ្ញុំចូលយកពាក្យថា option ហើយខ្ញុំរើសពាក្យ file location នេះ file location ចុចវាមកអូខេនេះនេះខ្ញុំបានបញ្ចូល template រួចរាល់ហើយតែខ្ញុំនឹងប្រាប់ម្ដងទៀតពីការចូលបែបម៉េចអូខេអញ្ចឹងនេះគឺជាសញ្ញាបូកដែលយើងទៅរក file template របស់យើងអញ្ចឹងណាអូខេអញ្ចឹងយើងចូលមកអូខេ file ហ្នឹងខ្ញុំទុកនៅក្នុង desktop អូខេឥឡូវខ្ញុំបាន insert វាចូលហើយអញ្ចឹងកុំឲ្យវាមាន2យើងដកមួយចេញមកអូខេតោះមកខ្ញុំចុចពាក្យយកថាពាក្យ OK អូខេឥឡូវវាចូលហើយយើងចូលចុចពាក្យ file មកដល់ទៀតយើងចុចយកពាក្យ new នេះមកអូខេឥឡូវវាធ្វើឲ្យយើងជ្រើសរើសយក template អញ្ចឹងណាអូខេឥឡូវវាចូលនៅក្នុងហ្នឹងហើយយើងអាចយកពាក្យថា Revit Structure Template 2025នេះមកអូខេខ្ញុំបាន insert ហើយអញ្ចឹងខ្ញុំយកពាក្យ OK អូខេឥឡូវខ្ញុំបាន insert វាចូលរួចរាល់នេះឃើញ boundary របស់ Revit អញ្ចឹងណាអញ្ចឹងនៅពេលដែលយើងគូរវានៅក្នុង boundary នេះទេជុំវិញអូខេបងប្អូនទាំងគ្នាឥឡូវយើងបាន insert ចូលរួចរាល់ហើយនេះជា boundary ដែលយើង insert template ចូលមិញហ្នឹងយើងអាចដាក់វាជាពណ៌ខ្មៅបានតែបើនិយាយទៅយើងហៅថា dark mode ណាអូខេឥឡូវខ្ញុំចូលពាក្យ file មកដើម្បីដូរពណ៌អូខេខ្ញុំចូលពាក្យថា option អូខេខ្ញុំយកពាក្យថា color នេះមកយើងចង់ដូរដាក់ dark នេះមកឃើញវា yes វាងឹតណាអញ្ចឹងវាអាចពេលយកពេលយើងគូអត់ឈឺភ្នែកអញ្ចឹងណាអូខេបើយើងចង់ដូរវិញចូលពាក្យ file ទៅដែរចូលពាក្យ option ចូលយកពាក្យ color នេះមកយើងដូរមកយើងដូរ use system setting វិញមកអូខេអូខេបងប្អូនទាំងគ្នាឥឡូវខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ទស្សនាវីដេអូនេះបាយបាយជួបគ្នានៅវីដេអូក្រោយ